គាត់យកមកប្រចាំ$5ឲ្យថ្លៃទស្សនៈគេចាំគាត់នៅណាវិញនៅមុខទស្សនៈនេះនៅណាមុខទស្សនៈមុខទស្សនៈតែសំណាក់ណាវិញទស្សនៈមហានាគនេះបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំមានបាវសំងអូតចំនួន3បាវដែលក្នុងនោះមានរង្វាន់ជួនកាលអាចមានដល់$100ជួនកាលមានត្រឹមតែ$5ទេហើយថ្ងៃនេះខ្ញុំនឹងផ្ដល់សំណាងជូនបងដែលជាជាងដោយបងប្អូនធ្លាប់ដឹងស្រាប់ហើយខ្ញុំគឺជាអតីតកម្មករសំណងអតីតជាងសំណងដែរអញ្ចឹងថ្ងៃនេះនាំសំណាងមកដល់ជាងដែលគាត់កំពុងធ្វើការឲ្យគាត់ហែកជាមួយនឹងបាវសំងអូតថាតើជាងមួយណានឹងមានសំណាងច្រើនរង្វាន់ធំរហូតដល់$100បងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំឲ្យគាត់តែប៉ុននេះតែប៉ុនណាជំនួយប៉ុនក៏លើកថាម៉េចខ្ញុំឈរប្រកបលេងប្រខាងការមិនចូលដល់ចាស់តិចមិនទេតែប៉ុនរៀងរឹកដែរតែអត់លើកសោះប៉ុនតែអត់លើកសោះហៅឡូម្រាបសួរចាមិនដែរចាម្ចាស់ទូរស័ព្ទយកទូរស័ព្ទមកប្រចាំហើយទៅអត់ដោះលេខកូដខ្ញុំសុំលេខកូដទូរស័ព្ទខាងគាត់បានតែអីគាត់អត់ដោះលេខកូដគាត់យកមកប្រចាំខ្ញុំ$5នេះចាអញ្ចឹងមិនចាស់ខ្ញុំអត់ស្គាល់លេខកូដអញ្ចឹងទូរស័ព្ទតកណាអត់ស្គាល់លេខកូដវាឈូសចោលអញ្ចឹងទៅវាដូចទូរស័ព្ទអត់មានន័យអីគាត់យកមកប្រចាំ$5ឲ្យថ្លៃទស្សនៈគេចាំគាត់នៅណាវិញនៅមុខទស្សនៈនេះនៅណាមុខទស្សនៈតែសំណាក់ណាវិញទស្សនៈមហានាគនេះនៅណាវិញចានៅពេញខ្ញុំស្គាល់លេខកូដដែរណាទូរស័ព្ទនឹងកូនខ្ញុំប្រើឥឡូវគាត់ប្រចាំខ្ញុំ$5ឥឡូវទូរស័ព្ទយកមកប្រើអត់ការហើយគាត់បងបាយឆ្កាងពិធីចឹងចាំតែយកវិញខ្ញុំចង់ជួបអញ្ចឹងចេះលបងនៅណាខ្ញុំនៅខាងអង្គស្នួលនៅវិញណាទូកាន់អត់បងឯងនិយាយមកខ្ញុំមានស្គាល់សលេងខ្ញុំប្រហែលប៉ុណ្ណាគេអត់ឡូបងឯងនិយាយមកខ្ញុំមានស្ដាប់សលេងខ្ញុំប្រហែលណាគេអត់មិនចាំទូរស័ព្ទនៅនោះអត់ចាំយកទៅប្រចាំនៅនោះអត់ចាំអត់ទេឥឡូវបងឯងនិយាយមកខ្ញុំនឹងបងឯងស្គាល់សលេងខ្ញុំអត់ដឹងខ្ញុំប៉ុណ្ណាគេអត់តែរត់មែនយេមើលស្ដាប់សលេងមើលណាគេស្គាល់លោកឪហ៎ស្គាល់លោកឪអត់ខ្ញុំរវល់ធ្វើការអូខេឥឡូវចេះថ្ងៃនេះមានសំណាងមួយបងប្រុសដែលគាត់ជាប្តីរបស់បងស្រីហ្នឹងគាត់ត្រូវបានហែកបាវសំងដែលជារង្វាន់អញ្ចឹងសំងមាន3បាវមានបាវទី1ទី2ទី3ឥឡូវបងឯងរវល់បងឯងឆ្លើយតែម៉ាត់ទេជប់កលែងស្គាល់ទេបងពាក់មីមែនបាទខ្ញុំពាក់មីឥឡូវនេះឥឡូវបើថារវល់ឥឡូវសុំចម្លើយទៅម៉ាត់ទេបាវទី1បាវទី2បាវទី3បងឯងឲ្យប្តីយកបាវមួយណាអញ្ចឹងរង្វាន់នៅលើសំណាងរបស់បងឯងហើយខ្ញុំមិនដឹងទេសម្រាប់តែគេអ្នកសម្រាប់ចិត្តអេគេឲ្យប្រពន្ធសម្រាប់ចិត្តឥឡូវបាវទី1បាវទី2បាវទី3ចង់បានបាវមួយណាយកបាវទី3អីចុះបាវទី3ណាណាចានឹងចាំមើលតើបាវទី3បានរង្វាន់ឯគេឥឡូវបងធ្វើការវិញចាំណាចាបាទអូខេបងប្អូនអរគ្នាឥឡូវប្រពន្ធគាត់សម្រាប់យកបាវទី3ឥឡូវហែកបាវទី3តោះបងប្អូនអរគ្នាចាំមើលតើបាវទី3ដែលប្រពន្ធគាត់រើសនេះបានទឹកប្រាក់ប៉ុន្មានដែរបាទអូខេប៉ុណ្ណឹងចុះឲ្យលូករបាទលូករមានកញ្ចប់លុយនៅហ្នឹងហ្មងគឺកញ្ចប់លុយហ្មងបាទឃើញទេដល់ក្នុងលូកឲ្យរាវរក្នុងហ្នឹងអាចមានពី$5ដល់$100ហើយអាចនឹងអត់លុយប៉ុន្តែមានឆ្នោតសងសំណាងប៉ុន្តែបងប្អូនមួយចំនួនគាត់ថាពេលដែលបានការឆ្នោតសងសំណាងគាត់មានអារម្មណ៍ថាសប្បាយដោយឲ្យលុយឃើញភ្លាមប៉ុន្តែបងប្អូនអរគ្នាឆ្នោតសងសំណាងមានរង្វាន់ធំជាងលុយទៀតអាចមានសំណាងរហូតដល់ឡានម៉ូតូទូរស័ព្ទនិងរង្វាន់ជាច្រើនទៀតខ្ញុំទៅដាក់តហ្នឹងនេះអូខេបងប្អូនអរគ្នាបាទនេះរង្វាន់លុយមកណាបាទពីសំងអូតបាទបងប្អូនអរគ្នាឥឡូវចេះក្នុងនេះអាចមានពី$5រហូតដល់$100ឥឡូវខ្ញុំចង់សាកចិត្តបងឯងមិនសាកចិត្តទិញទៅហើយខ្ញុំទិញបងឯងត្រឹម$20ឲ្យលក់អត់បើសិនខ្ញុំទិញបងឯង$20បើក្នុងនេះមាន$5បងឯងទិញបាន5 10លក់$20លក់ហ៎អត់លក់ទេចាឥឡូវខ្ញុំឲ្យ50លក់អត់បើសិនក្តារនេះមាន$5បងឯងទិញបាន45ឥឡូវលក់អត់អត់លក់ទេណាអូបិទពាក់គាត់តាន់នឹងថាមិនលក់ទេអូខេឥឡូវបើកមើលទាំងអស់គ្នាតើនៅក្នុងបាវសំងអូតនិងសំងវីនេះរង្វាន់បងប្រុសដែលមានការសម្រេចចិត្តពីភរិយានៅឯអង្គស្នួលតើគាត់សម្រេចចិត្តរើសបាវទី3បានប្រាក់ចំនួនប៉ុន្មានដែរបាទអូនទាំងអស់គ្នាបាទ$100បាទអរគុណអូយប្រពន្ធគាត់សាហាវមែនទេបាទអូខ្ញុំឡើងព្រឺសវល់មើលនេះបាទនេះប្រពន្ធពេលខ្លះយើងជាប្តីសម្ដីប្រពន្ធយើងជឿខ្លះទៅបាទនេះ$100លុយពិតជូនពិតឈ្នះភ្លាមពីសំងអូតនិងសំងវីជីបហ្មងអញ្ចឹងធ្វើគឺបានមែនតើហ្មងណា
អូខេបងប្អូនគ្នាបាទអញ្ចឹងវីដេអូនេះផ្ដល់ទៅបងប្អូនជាងទាំងអស់ពេលឲ្យបើសំងបានលុយសបាយពេលបានឆ្នោតផ្សងសំណាងកុំបាក់ទឹកចិត្តកុំគិតថាទៅដឹងទៅធ្វើម៉េចបងប្អូនអាក្នុងឆ្នោតកោហ្នឹងបានឡានម៉ូតូទូរស័ព្ទបងប្អូនគាត់អាស្រ័យឈ្មោះលេខទូរស័ព្ទយកទៅដាក់នៅដេប៉ូដែលបងប្អូនដែលបានទិញសំងនោះនឹងបុគ្គលិករបស់ខាងជីបម៉ុងគាត់នឹងទៅយកបាទហើយចាំមើលក្នុងការចាប់វ័នរៀងរាល់កម្មវិធីរបស់ជីបម៉ុងអូខេតោះទៅមើលទៅបងប្អូនការដ្ឋានណាទៀតដែលនឹងមានសំណាងហែកបើករង្វាន់ពីសំងអូតនិងសំងវី